បងប្អូនទាំងអស់គ្នាសត្វស្លាបមួយប្រភេទនេះគឺមានវត្តមានពងកូនច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍យើងវាមានឈ្មោះថាសត្វទង់ប្រផេះជាប្រភេទជាតិរងគ្រោះស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយភាគច្រើនវាធ្វើសម្បុកពងកូននៅបឹងទន្លេសាបហើយវាបំលាស់ទីទៅរកចំណីនៅតាមតំបន់ដីសើមនៅក្នុងប្រទេសកម្ពុជាយើងក្នុងនោះក៏មានតំបន់ការពារទេសភាពបឹងព្រៃល្ពៅដែលជាតំបន់ដីសើមមួយនៅក្នុងខេត្តតាកែវពួកវាតែងតែមករកចំណីជារៀងរាល់ឆ្នាំនៅដើមរដូវវស្សាដែលជារដូវទឹកកំពុងដំឡើងហើយនៅរយៈពេល10ឆ្នាំចុងក្រោយនេះយើងបានសង្កេតឃើញថាសត្វទង់ប្រភេទនេះមានវត្តមានកើនឡើងនៅក្នុងតំបន់ការពារទេសភាពបឹងព្រៃល្ពៅវាមានចំនួនរហូតដល់35ក្បាលឯណោះវត្តមាននៃការកើនឡើងរបស់សត្វស្លាបទឹកទាំងនេះគឺជាសបញ្ជាក់ថាបឹងព្រៃល្ពៅគឺជាតំបន់ដីសើមដែលមានសារៈសំខាន់ក្នុងការត្រួតត្រងជីវៈចម្រុះនិងសត្វស្លាបទឹករាប់ម៉ឺនក្បាលក្នុងមួយឆ្នាំហើយសត្វស្លាបមួយប្រភេទនេះពួកវាចូលចិត្តបណ្ដែតខ្លួននៅលើផ្ទៃទឹកដើម្បីចាប់ត្រីធ្វើជាចំណីអាហារយើងទាំងអស់គ្នាចូលរួមថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិជីវៈចម្រុះដ៏សម្បូរបែបដែលយើងមានស្រាប់សម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយ